សួស្តីបងប្អូននៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបក្នុងការចូលទៅស្វែងរកមើលការផ្ដល់ព័ត៌មានសេចក្តីជូនដំណឹងផ្សេងៗរបស់ក្រុមហ៊ុនជោគជ័យនិងរបៀបក្នុងការទាញយកឬក៏ download file ឯកសារដូចជាលទ្ធផលប្រាក់ចំណូលប្រចាំខែរបាយការណ៍ប្រចាំត្រីមាសឬក៏ប្រចាំឆ្នាំដោយសារមានវិជ្ជាជនខ្លះគាត់ថ្មីក៏អត់ទាន់ចេះពីរបៀបចូលទៅឆែកមើលហើយរបៀបទាញយកទេសម្រាប់បងប្អូនដែលចេះហើយគឺល្អមែនទែនបងប្អូនអាចមើលរំលងក៏បានឬក៏មើលរំលឹកមេរៀនសារថ្មីក៏បានដែរយើងនឹងជួបគ្នាលម្អិតបន្តិចទៀតនេះសូមចុច Subscribe Channel យកសញ្ញារូបកណ្ដឹងដើម្បីទទួលបានមេរៀនក៏ដូចជាវីដេអូថ្មីៗទាក់ទងនឹងផ្នែកវិនិយោគនិងចំណេះដឹងហិរញ្ញវត្ថុចូលចិត្តគាំទ្រចុច Follow ចុច Like ចុច Share ទៅមិត្តភ័ក្តិរបស់អ្នកមានចម្ងល់មតិយោបល់ចូលរួមអាច comment នៅក្នុងវីដេអូនេះផងដែរបាទជាបន្តយើងទៅអនុវត្តជាមួយគ្នាជាដំបូងខ្ញុំបង្ហាញអំពីរបៀបក្នុងការចូលទៅតាមដានឆែកមើលតាមរយៈ app ឬក៏កម្មវិធីផ្សារហ៊ុនហើយបន្ទាប់មកគឺរបៀបចូលទៅតាមដានឬក៏ទាញយក download ពីគេហទំព័រផ្សារមួយបើកម្ពុជា CSH ម្ដងដើម្បីតាមដានសិក្សាស្វែងយល់អំពីផ្សារហ៊ុនបងប្អូនត្រូវតែមាន app មួយបាទឈ្មោះថាផ្សារហ៊ុនអញ្ចឹងបើអត់ទាន់មានទេចូលទៅក្នុង App Store Play Store download ទាញយកទៅវា support តែទូរស័ព្ទដៃឬក៏ tablet ទេបាទកុំព្យូទ័រអត់បានទេកម្មវិធី app នេះជាសាធារណៈបាទគឺនរណាក៏អាចចូលមើលបានដែរមិនចាំបាច់មានលេខសម្ងាត់ password អីទេឥឡូវយើងចូលទៅអនុវត្តពីរបៀបក្នុងការចូលទៅឆែកមើលព័ត៌មាននៅក្នុង app ផ្សារហ៊ុនបន្ទាប់ពីយើងមាននៅក្នុងទូរស័ព្ទដៃឬក៏ tablet ឧបករណ៍របស់យើងហើយយើងចូលទៅកម្មវិធីមួយហ្នឹងមកនេះខ្ញុំបិទសញ្ញាផ្សារហ៊ុនឈ្មោះផ្សារហ៊ុននេះចុចលើវា app នេះមានពីរភាសាបងប្អូននៅចុចសញ្ញាត្រេ3នៅខាងលើឆ្វេងដៃនេះយើងនឹងឃើញដាក់ភាសាបាទចុចលើវាទៅវាបង្ហាញភាសាខ្មែរភាសាអង់គ្លេសយើងរើសមួយភាសាមួយណាក៏បានបើចង់អញ្ចឹងខ្ញុំយកភាសាខ្មែរដដែលបើយើងយកភាសាខ្មែររាល់ព័ត៌មានទិន្នន័យដែលយើងមើលហ្នឹងវាចេញជាភាសាខ្មែរតែបើយកជាភាសាអង់គ្លេសវាបង្ហាញជាភាសាអង់គ្លេសនៅក្នុង app នេះយើងចង់រកព័ត៌មានមានពីរវិធីបាទវិធីទី1ខ្ញុំចូលទៅក្នុងមនុយក្រុមហ៊ុនជោគជ័យនេះយើងនឹងឃើញមានឈ្មោះក្រុមហ៊ុនទាំងអស់បាទទាំង11ក្រុមហ៊ុនដែលបានជោគជ័យនៅលើផ្សារយើងថ្ងៃក្រោយមានច្រើនហ្នឹងវាបង្ហាញក្រោមហ្នឹងទេណាយើងចង់មើលព័ត៌មានក្រុមហ៊ុនមួយណាយើងចុចឈ្មោះក្រុមហ៊ុនមួយហ្នឹងទៅឥឡូវខ្ញុំឧទាហរណ៍ខ្ញុំមើល Grand Twin International នេះខ្ញុំចុចលើវានៅក្នុងនេះគឺបង្ហាញអំពីព័ត៌មានទូទៅរបស់ក្រុមហ៊ុនយើងអូសឡើងនៅចំណុចកណ្ដាលពណ៌ទឹកប៊ិចចាស់នេះយើងឃើញមានមនុយជាច្រើនបាទអញ្ចឹងយើងយកម្រាមដៃសកត់លើវាអូសពីស្ដាំមកឆ្វេងមកយើងនឹងឃើញមានមនុយមួយឈ្មោះថាការផ្ដល់ព័ត៌មានយើងចុចលើនឹងមកវានឹងបង្ហាញព័ត៌មានអំពីក្រុមហ៊ុនមួយហ្នឹងបាទឃើញទេប៉ុន្តែបាទនៅក្នុងនេះវាបង្ហាញតែ10ទេបងប្អូន10ព័ត៌មានចុងក្រោយបាទអាថ្មីមកទៀតវានឹងដកអាចាស់មួយចោលទៀតដែរចុះបើសិនជាយើងចង់មើលព័ត៌មានចាស់អីមុនហ្នឹងធ្វើម៉េចទៅបាទគឺយើងទៅមានកន្លែងមើលផ្សេងបាទឥឡូវខ្ញុំឧទាហរណ៍ខ្ញុំចុចបើកមើលបាទរបាយការណ៍ត្រីមាសទី1ឆ្នាំ2025ចុចលើវាបាទយើងឃើញនៅខាងក្រោមនេះបាទគឺមាន file មួយដាក់ PDF អញ្ចឹងបើយើងចង់ចុចបើកមើលយើងចុចលើវាទៅវានឹងបង្ហាញយើងឯងបាទនេះជារបាយការណ៍ត្រីមាសទី1បាទយើងអាចអូសមើលទៅមានច្រើនទំព័រអញ្ចឹងទៅ10 20ទំព័រ50ទំព័រ100ទំព័រប៉ុន្តែចង់បញ្ជាក់ប្រាប់បងប្អូននៅក្នុងនេះយើងអាចទាញយកកម្មវិធីឬក៏ file នឹងបានទេបងប្អូនឃើញអត់មានកន្លែងណាឲ្យយើងទាញយក download ទេបើយើងចង់ download យើងទាល់តែ download តាមគេហទំព័របានបាទអញ្ចឹងយើងចាំជួបគ្នាពេលបន្តិចទៀតបើយើងមើលហើយយើងអាច back ថយក្រោយវិញបាន back ទៀតបើយើងចង់មើលព័ត៌មាននេះទៀតយើងអាចអូសមើលខ្ញុំ back ថយក្រោយទៀតអញ្ចឹងខ្ញុំឧទាហរណ៍តែមួយទេបងប្អូនចង់មើលមួយណាក៏បានដែរ11ក្រុមហ៊ុននេះ back ថយក្រោយទៀតពីទី2យើងទៅមើលព័ត៌មាននៅក្នុងមនុយមួយទៀតនេះមនុយការផ្ដល់ព័ត៌មានបើភាសាអង់គ្លេសដាក់ disclosure ឡើងហ្នឹងណាចុចសញ្ញា search ហ្នឹងមកពេលយើងចូលដល់ទំព័រហ្នឹងយើងឃើញមានបង្ហាញចម្រុះបាទឃើញទេមានគ្រប់ក្រុមហ៊ុនលាយឡំគ្នាណាសិតតែក្រុមហ៊ុនដែលចុះបញ្ជីលក់ភាគហ៊ុនបើយើងចង់ជំរើសយកតែក្រុមហ៊ុនណាមួយយើងចុចសញ្ញាព្រួយនៅលើនេះអក្សរ all នេះបាទវានឹងបង្ហាញឈ្មោះក្រុមហ៊ុនដែលយើងចង់រើសមួយណាយើងចុចលើវាទៅឧទាហរណ៍ខ្ញុំចង់មើល DVD ខ្ញុំចុចលើវា flat បាទអញ្ចឹងវាបង្ហាញចម្រោះយកតែ DVD ព័ត៌មានអញ្ចឹងបើយើងចង់មើលក្នុងនេះវាមានបង្ហាញច្រើនបាទតាំងពីថ្ងៃដែលក្រុមហ៊ុននឹងចុះបញ្ជីមកណាហ្នឹងហើយឃើញទេបងប្អូនអូសមើលឃើញមានច្រើនរាប់សិបព័ត៌មានហ្នឹងទៅបាទខ្ញុំចង់មើលរបាយការណ៍ប្រចាំឆ្នាំ2024របស់ក្រុមហ៊ុន DVD ចុចលើវាមកយើងអូសឡើងលើឃើញមាន file ដូចគ្នាឃើញទេសញ្ញារូបភ្នែកចុចលើវាជារបាយការណ៍ប្រចាំឆ្នាំបើយើងអូសមើលទៅមានច្រើនទំព័រទៅក្រុមហ៊ុនខ្លះមាន50ទំព័រក្រុមហ៊ុនខ្លះរាប់រយទំព័រទៅប៉ុន្តែនៅក្នុងហ្នឹងដូចគ្នាដែរអត់អាចទាញយកឬក៏ download បានទេតើតែគេទំព័របាទអាចទាញបានខ្ញុំបែកថយក្រោយវិញ
ជារបៀបក្នុងការស្វែងរកព័ត៌មាននៅក្នុង app ផ្សារហ៊ុនបាទយើងបញ្ចប់វាត្រឹមនេះឥឡូវយើងចូលដល់ជំហានមួយទៀតបាទគឺរបៀបក្នុងការស្វែងរកព័ត៌មានឬក៏ទាញយកឯកសារពីគេហទំព័រផ្សារមួយបាទកម្ពុជាម្ដងបាទអញ្ចឹងយើងចូលទៅកម្មវិធី browser ណាមួយខ្ញុំមាន Chrome ខ្ញុំចូលទៅ Chrome នេះតទៅទៀតខ្ញុំចុចលើ menu ខាងលើនេះកន្លែង search នេះដើម្បីវាយឈ្មោះអាស័យដ្ឋានផ្សារមួយបាទកម្ពុជាបាទអញ្ចឹងអាស័យដ្ឋានគេហទំព័រផ្សារមួយបាទកម្ពុជាគឺបាទ csh.com.kh បាទយើងវាយត្រូវហើយយើងចុច search មកទៅមុខនេះវាបង្ហាញហើយជាគេហទំព័រផ្សារមួយបាទកម្ពុជាបាទនេះខ្ញុំមើលតម្រង់យកជាទូរស័ព្ទដៃណាអញ្ចឹងយើងឃើញមានឃើញទេអក្សរធំច្បាស់នៅក្នុងគេហទំព័រមួយនេះមានពីរភាសាដូចគ្នាបងប្អូនណាមានភាសាខ្មែរភាសាអង់គ្លេសបងប្អូនចុចសញ្ញាត្រេក3នៅខាងក្រោមសញ្ញាត្រេក3មានពីរកន្លែងមានខាងលើខាងក្រោមចំអក្សរ CSS នេះចុចលើវាមកវាមានពាក្យភាសាអង់គ្លេសភាសាខ្មែរបើយើងយកភាសាអង់គ្លេសវាតម្រង់គេហទំព័រនឹងបង្ហាញអក្សរអង់គ្លេសទាំងអស់នៅពេលដែលចូលទៅមើលព័ត៌មានឬក៏ទាញយក file ជាឯកសាររបាយការណ៍ប្រចាំត្រីមាសប្រចាំឆ្នាំអីក៏ដោយវានឹងមកជាភាសាអង់គ្លេសតែបើយើងរើសយកភាសាខ្មែរដដែលវាបង្ហាញមកជាអក្សរខ្មែរបាទរបាយការណ៍ប្រចាំខែត្រីមាសឬប្រចាំឆ្នាំក៏ដោយបើសិនជាយើងចង់មើលជាលក្ខណៈតម្រង់កុំព្យូទ័របងប្អូនអាចចុចនៅសញ្ញាត្រេ3នៅខាងលើស្ដាំដៃលើអាត្រេខាងក្រោមណាចុចលើវាមកបាទឲ្យអូសឡើងលើតិចទៅយើងនឹងឃើញមានគេដាក់ថា desktop site យើងយកកន្លែងហ្នឹងមកយើងនឹងឃើញមានតម្រង់វាជាលក្ខណៈដូចកុំព្យូទ័រអញ្ចឹងលើ desktop laptop អញ្ចឹងបាទខ្ញុំចូលចិត្តមើលបែបនេះដែរនៅលើគេហទំព័រគឺមានព័ត៌មានសម្បូរបែបជាងគេបាទទិន្នន័យពីតាំងពីក្រុមហ៊ុនជោមជីមកមានគ្រប់យ៉ាងតែម្ដងដូច្នេះបងប្អូនត្រូវចេះប្រើវាចេះមើលវាមានពេលតនេះចូលមើលគ្រប់ម៉នុយដោយសារគេហទំព័រអាប់ដេតថ្មីហ្នឹងខុសពីឆ្នាំចាស់បាទឥឡូវនេះមានម៉នុយវានៅទុកនៅខាងលើឆ្វេងដៃសញ្ញាត្រេក3បងប្អូនចុចវាទៅវានឹងបង្ហាញម៉នុយជាច្រើនជំហានបន្តឥឡូវយើងចង់ទៅស្វែងរកព័ត៌មានសេចក្តីជូនដំណឹងផ្សេងបងប្អូនមើលនៅលើគេហទំព័រយើងហ្នឹងវាមាន4-5 ផ្នែកណានេះផ្នែកខាងលើនេះគេដាក់សេចក្តីជូនដំណឹងបាទអានេះគឺតាក់ទងនឹងផ្សារហ៊ុនគាត់ផ្សាយព័ត៌មានអីផ្សេងណាមានការអាប់ដេតអីផ្សេងគាត់ផ្សាយនៅលើហ្នឹងមកកណាត់ក្រោមនេះខាងស្ដាំដៃនេះគេដាក់ថាការផ្ដល់ព័ត៌មានបាទកន្លែងនេះហើយដែលជាកន្លែងដែលយើងអាចចូលទៅមើលព័ត៌មានក្រុមហ៊ុនជោមជីទាញយកព័ត៌មានទាញយករបាយការណ៍ប្រចាំខែត្រីមាសប្រចាំឆ្នាំអីបាននៅកន្លែងហ្នឹងបាទអញ្ចឹងនៅក្នុងនេះមានលាយគ្នាបាទមានក្រុមហ៊ុនជោមជីលក់មូលបត្រកម្មសិទ្ធិភាគហ៊ុនផងហើយនឹងមានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលផងបាទសជីវកម្មបំណុលដែរក្រុមហ៊ុនណាដែលលក់មូលបត្រកម្មសិទ្ធិយើងស្គាល់និមិត្តសញ្ញាឈ្មោះវាណាដូចធនាគារសេដាគេដាក់ ABC អញ្ចឹងទៅក្រុមហ៊ុនមេលីជគួយដាក់ MJ Jewelry អញ្ចឹងទៅបាទអញ្ចឹងចង់ដឹងថាតើនៅក្រុមហ៊ុនមួយផ្សាយបង្ហាញព័ត៌មានអីខ្លះយើងចុចលើកន្លែងសញ្ញាបន្ថែមនេះមកនេះកស្ដាំដៃនេះបាទពេលចុចលើវានឹងបង្ហាញបែបនេះបើសិនជាបងប្អូនមានកុំព្យូទ័រអាចមើលធំស្រួលខ្ញុំទូរស័ព្ទដៃទេការផ្សព្វផ្សាយរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របាទអញ្ចឹងអានេះមូលបត្រកម្មសិទ្ធិភាគហ៊ុនឃើញទេឥឡូវយើងចង់មើលនៅក្នុងនេះវាបង្ហាញចម្រុះដែរបង្ហាញចម្រុះណាតាំងពីមូលបត្រកម្មសិទ្ធិផងមូលបត្របំណុលផងបាទមានគ្រប់ក្រុមហ៊ុនលាយឡំគ្នានៅក្រោមបងប្អូនឃើញមានទំព័របាទទំព័រទី1ទី2ទី3ទី4រហូតដល់ទី10លើស10ទៀតណាខាងនេះបាទដល់50អីទៅអញ្ចឹងព័ត៌មានក្រុមហ៊ុនមួយវាមានតាំងពីយូរហើយតាំងពីចុះបញ្ជីដូចរត់កោទឹកអី13ឆ្នាំហើយGTI 11ឆ្នាំអីទៅអញ្ចឹងយើងចង់ទៅមើលចាស់យើងមើលអាម៉នុយនឹងឯងច្រោះយកណាឥឡូវយើងចង់មើលក្រុមហ៊ុនណាមួយបងប្អូនកុំឲ្យពិបាកលាយឡំគ្នាអញ្ចឹងពិបាករកយើងរើសយកឈ្មោះក្រុមហ៊ុនណាមួយទៅខ្ញុំឧទាហរណ៍ថាខ្ញុំមើលកំពង់ផែភ្នំពេញបាទបងប្អូនមើលខាងលើឆ្វេងដៃនេះឃើញដាក់ជ្រើសរើសក្រុមហ៊ុនបាទចុចលើអាសញ្ញាព្រួញធ្លាក់ចុះក្រោមនោះមកបាទអញ្ចឹងយើងនឹងឃើញនេះអស់មើលទៅរនិមិត្តសញ្ញាឈ្មោះក្រុមហ៊ុនផែភ្នំពេញមក PPAP នេះចុចលើវាបន្ទាប់ពីចុចលើវាហើយចុចសញ្ញា search នៅស្ដាំដៃនេះមកស្វែងរកយើងរងចាំបន្តិចវាពងដើរខ្ញុំស៊ូមវាតូចវិញវាបង្ហាញតែក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញទេអត់មានលាយឡំមួយក្រុមផ្សេងទេអញ្ចឹងយើងចង់មើលអីគេយើងចុចមើលទៅក្នុងនោះមានទំព័រដូចគ្នាបាទយើងចង់មើលអតិន័យចាស់ខែមុនឆ្នាំមុនអីយើងចុចម៉នុយក្រោមណាមានpage 1 page 2 page 3ដល់10អញ្ចឹងទៅឥឡូវខ្ញុំចង់មើលរបាយការណ៍ប្រចាំត្រីមាសទី1នេះឃើញទេ
របាយការណ៍ត្រីមេទី1ឆ្នាំ2025បាទខ្ញុំចុចលើនឹងមកបាទខ្ញុំស៊ូមឲ្យធំបន្តិចស្រួលបញ្យល់បងប្អូនបាទនេះជាសេចក្តីជូនដំណឹងការផ្ដល់ព័ត៌មានអំពីរបាយការណ៍ប្រចាំត្រីមេទី1ឆ្នាំ2025របស់កំពង់ផាស្វយ័តភ្នំពេញបាទកសភបងប្អូនចង់ទាញយកឬក៏ download បងប្អូនមើលក្រោមនេះគេដាក់ឯកសារភ្ជាប់បាទឃើញគេដាក់ file PDF នេះគេដាក់ PPAP KHQ1 2025នេះទៅអញ្ចឹងបើយើងចង់ download បងប្អូនចុចលើសញ្ញានៅខាងស្ដាំដៃនេះសញ្ញា file PDF ចុចលើវាមកវានឹងដើរបាទឲ្យវាដើរចប់វានឹងបង្ហាញយើងបាទជុំអ៊ីនធឺណិតដើរយឺតវាយើងយឺតបើវាអ៊ីនធឺណិតដើរលឿនវានឹងលឿនបាទរងចាំតិចមកក៏វាដើរចប់សិនទៅបាទនេះបង្ហាញហើយឃើញនៅពេលដែលបើកបង្ហាញយើងអញ្ចឹងមានន័យថាឯកសារហ្នឹងវា download អូតូឯងបើទូរស័ព្ទដៃខ្ញុំពេលបើកអញ្ចឹងវាអូតូ download ចូលក្នុងទូរស័ព្ទដៃយើងតែម្ដងបើសិនជាយើងបើកមើលអញ្ចឹងហើយអូសមើលទៅឲ្យចូលទៅក្នុងទូរស័ព្ទដៃយើងឬក៏ device យើងអត់ឃើញទេបងប្អូនអាចចុចសញ្ញាត្រេ3នៅខាងលើស្ដាំដៃនេះវាមានពាក្យថា download បាទយើងចង់ download ម្ដងទៀតទេបើសិនជាអត់ឃើញតែបើជាធម្មតារបស់ខ្ញុំឲ្យតែបើកចេញអញ្ចឹងវាអូតូចូលតែម្ដងបាទតិចទៀតខ្ញុំចូលទៅបើកមើលបងប្អូនមើលណាបាទនេះមាន112ទំព័រឃើញទេបាទជារបាយការណ៍ប្រចាំត្រីមាសទី1បិទវិញ back ថយក្រោយហើយបើយើងចង់មើលក្រុមហ៊ុនផ្សេងទៀតយើងអាចចុចលើ menu ឆ្វេងដៃនេះមកឧទាហរណ៍ចូល CGSM មកចុចលើវាដូចគ្នាដែរវាបង្ហាញវា select តែ CGSM មួយទេបាទដោយសារយើង select ពីដើមមកយកចម្រោះយកតែក្រុមហ៊ុនមួយជាបន្តខ្ញុំឧទាហរណ៍ចង់មើលរបាយការណ៍ប្រចាំឆ្នាំ2024បាទខ្ញុំចុចលើនឹងមកតោះមកចុចសញ្ញា PDF នៅស្ដាំដៃនេះចុចលើវារងចាំឲ្យវាដើរចប់ទៅរបាយការណ៍មួយមានច្រើនទំព័របាទនេះមាន154ទំព័របាទរបាយការណ៍ប្រចាំឆ្នាំច្រើនជាងរបាយការណ៍ត្រីមាសបើយើងចង់ចូលទៅទំព័រដើមរបស់ CSX វិញយើងចុចលើ logo អក្សរ CSX នៅលើកណ្ដាលនេះមកបាទវាចូលទៅទំព័រដើមវិញបងប្អូនអាចចង់បានឯកសារមួយណាក៏មានដែរយើងគ្រាន់ដឹងកន្លែងរកវាយកវាទៅបានដែរក្រៅពីគេទំព័រនេះព័ត៌មានថ្មីក៏យើងអាចឆែកឃើញដែរនៅក្នុង app CSX Trade ក៏មាន app ផ្សារហ៊ុនក៏មានគេទំព័រផ្សារហ៊ុន .com ក៏មានឬក៏កម្មវិធីចាស់ឈ្មោះថា ICSX ក៏មានដែរបាទតែនឹងសម្រាប់វិទ្យាករចាស់ដែលគាត់ធ្លាប់មានលេខសម្ងាត់បានចូលបានណាបន្ទាប់ពីយើងចុចបើក file PDF ឬក៏ឯកសារហ្នឹងមកវាបង្ហាញហើយវាក៏ទាញយក download ចូលទៅក្នុងឧបករណ៍របស់យើងបាទអាចជាទូរស័ព្ទដៃ tablet ឬក៏ computer យើងចូលទៅមើលឡើយណាបាទឥឡូវខ្ញុំចូលទៅមើល file ដែល download ចូលនៅក្នុងទូរស័ព្ទដៃខ្ញុំអញ្ចឹងខ្ញុំបិទអានេះបាទអូសមកស្ដាំបាទខ្ញុំរក folder មួយឈ្មោះថា file manager បាទអញ្ចឹងទូរស័ព្ទបងប្អូនអាចប្រភេទខុសគ្នាអាចផ្ទុកខុសគ្នាដែរបាទ iOS ផ្សេង Android ផ្សេងណាអានេះរបស់ខ្ញុំ Android អញ្ចឹងវាចូលទៅក្នុង file manager ចុចលើវាមកតោះមកវាបង្ហាញបែបនេះយើងចូលកន្លែង document នៅស្ដាំដៃនេះតទៀតយើងរកមើល file ដែលយើងបាន download ឈ្មោះមិញនេះកំពង់ផែភ្នំពេញគេដាក់ PPAP KHQ1 2025ហើយចុចលើបើកលើវាបាទនេះជាឯកសារដែលខ្ញុំបាន download ណា112ទំព័រនេះ back ថយក្រោយវិញហើយបន្តមកខ្ញុំបានបើកក្រុមហ៊ុន Cam GSM មួយទៀតបាទអញ្ចឹងវានៅលើគេបាទឯកសារណា download ក្រោយគេវានៅលើគេអញ្ចឹងចុចបើកវានេះ Cam GSM 2024នេះជារបាយការណ៍ប្រចាំឆ្នាំដែលយើងបាន download ពី154ទំព័រខ្ញុំ back ថយក្រោយវិញសង្ឃឹមថាវីដេអូនេះអាចជួយបងប្អូនថ្មីដែលអត់ទាន់ចេះរបៀបប្រើប្រាស់កម្មវិធីផ្សារហ៊ុនក៏ដូចជាកែទំព័រចូលទាញយកមើលឯកសារដែលអាច download បានវីដេអូក៏ដល់ទីបញ្ចប់បាទសូមខន្តីអភ័យទោសបើសិនជាមានកំហុសឆ្គងអចេតនាណាមួយយើងនឹងជួបគ្នានៅវីដេអូថ្មីលើកក្រោយៗទៀតវីដេអូនេះនាំមកជូនដោយក្លឹបប្រឹក្សាភាគហ៊ុនជាក្រុមឯកជនដែលទទួលបង្ហាត់បង្រៀនការវិនិយោគភាគហ៊ុននៅក្នុងទីផ្សារមួយបែបកម្ពុជាយើងមានសមាជិកគ្រប់ admin ដល់ទៅ8រូបនិងរៀមច្បងជាច្រើនទៀតដែលមានបទពិសោធន៍ច្រើនឆ្នាំបាទយើងមានបេសកកម្មរួមគ្នាគឺខិតខំបាទបង្ហាត់បរៀនវិទ្យាករបាទថ្មីចាស់ដែលគាត់មានបំណងចង់អភិវឌ្ឍសមត្ថភាពចំណេះដឹងយើងមានក្រុម Telegram មាន top page សម្រាប់ជជែកគ្នាមាន top page មេរៀនចងក្រងបាទដែលមានទិន្នន័យព័ត៌មានដ៏សម្បូរបែបអំពីទីផ្សារភាគហ៊ុនក្រុមហ៊ុនចូលបញ្ជីមានមេរៀនជាច្រើនដូចជាការវិភាគតាមបែបកត្តាមូលដ្ឋានរៀនវិភាគតាមកត្តាបច្ចេកទេសបាទមើលសូចនាករក្រាបដែលមាននៅក្នុងទីផ្សារយើងព្រមទាំងមេរៀនចំណេះដឹងជាច្រើនទៀតបើបងប្អូនចាប់អារម្មណ៍អាចទំនាក់ទំនងមកលេខទូរស័ព្ទ Telegram admin បាន08655297ការវិនិយោគដែលល្អជាងគេគឺវិនិយោគលើខ្លួនឯងបង្កើនចំណេះដឹងធ្វើឲ្យសមត្ថភាពក្នុងការសម្រេចចិត្តវិភាគកាន់តែត្រឹមត្រូវ
លើពីនេះ admin ក៏មានប្រមូលផ្ដុំដោយសៀវភៅល្អៗតាក់ទងនឹងការវិនិយោគចំណេះដឹងហិរញ្ញវត្ថុចំនួន6ក្បាលដែរក្នុងនោះមានភាសាអង់គ្លេស3ក្បាលនិងភាសាខ្មែរ3ក្បាលសម្រាប់បងប្អូនដែលជាវសៀវភៅនឹងផ្ដល់ជូននៅរង្វាន់កាដូខ្លះៗដូចជាឯកសារសំខាន់ៗតាក់ទងនឹងក្រុមហ៊ុនជោគវិជ្ជាជាដើមបាទសៀវភៅទាំងនោះមានដូចជាសៀវភៅ The Intelligent Investor និពន្ធដោយលោក Benjamin Graham សៀវភៅ One Up on Wall Street និពន្ធដោយ Peter Lynch សៀវភៅ Seven Secrets to Investing បាទដែលចងក្រងពីបទពិសោធន៍លោក Warren Buffett សៀវភៅអាចកំបាំងទាំង7នៃការវិនិយោគភាគហ៊ុនបែបមហាសេដ្ឋី Warren Buffett បាទដែលជាភាសាខ្មែរសៀវភៅនេះគឺបកប្រែពីសៀវភៅ Seven Secrets to Investing ដោយនេះសៀវភៅ2នេះគឺមាន2ភាសាមានទាំងភាសាខ្មែរនិងភាសាអង់គ្លេសយកមួយណាក៏បានយកទាំងពីរក៏បានសៀវភៅបន្ទាប់គឺ Technique មើលរបាយការណ៍ហិរញ្ញវត្ថុមុននឹងសម្រេចចិត្តវិនិយោគឬទិញភាគហ៊ុនពីក្រុមហ៊ុនណាមួយនិពន្ធដោយ Benjamin Graham ដែរបាទជាភាសាខ្មែរសៀវភៅទី6ចុងក្រោយគឺគិតធ្វើនឹងមកដាក់ទុនដោយលោក Warren Buffett បាទដែលជាមហាសេដ្ឋីកំពូលពិភពលោកក៏ជាភាសាខ្មែរដែរបាទសម្រាប់ប្រិយមិត្តបងប្អូនដែលចាប់អារម្មណ៍ទំនាក់ទំនងមកលេខទូរស័ព្ទទៅដែរបាទ086 55 4297អរគុណច្រើនចំពោះការទស្សនាពីដើមដល់ចប់ជួបគ្នានៅវីដេអូថ្មីលើក្រោយទៀតជម្រាបលា